មួយតើព្រះគោព្រះកែវជាអ្វីតាមរយៈរឿងព្រេងនិងឯកសារមហាបុរសខ្មែរបានដំណើរថាព្រះគោជារូបចម្លាក់សត្វគោដែលធ្វើអំពីសំរឹទ្ធហើយនៅក្នុងពោះមានផ្ទុកនៃក្បួនខ្នាតគម្ពីរវិទ្យាសាស្ត្រសំខាន់ជាច្រើនព្រះកែវគឺជាព្រះពុទ្ធរូបដ៏ស័ក្តិសិទ្ធិតំណាងឲ្យសាសនានិងការគោរពបូជានិមិត្តរូបវត្ថុទាំងពីរនេះតំណាងឲ្យចំណេះដឹងនិងសេចក្តីសុខសាន្តរបស់ប្រទេសជាតិ 2. មូលហេតុដែលសៀមចង់បានស្ដេចសៀមយល់ថាបើចង់ឲ្យខ្មែរទន់ខ្សោយគឺត្រូវតែយកខួរក្បាលនិងកម្លាំងចិត្តរបស់ខ្មែរចេញការយកព្រះគោព្រះកែវបានន័យថាជាការលួចយកក្បួនខ្នាតចំណេះដឹងទាំងអស់របស់ខ្មែរទៅ 3. ដំណើររឿងបន្ទាប់ពីបែកបន្ទាយលង្វែកក្រោយពេលវាយបែកបន្ទាយលង្វែកសៀមបានធ្វើការជញ្ជូនរូបព្រះគោនិងព្រះកែវទៅកាន់ក្រុងអយុធ្យាកែមឆ្លើយសឹកខ្មែរដែលមានចំណេះដឹងដូចជាហូរ៉ាជាងតាក់ដំរីជាងចម្លាក់និងអ្នកប្រាជ្ញអក្សរសាស្ត្រទៅជាមួយ 4. ផលប៉ះពាល់ដល់ស្មារតីខ្មែរការបាត់បង់ព្រះគោព្រះកែវបានធ្វើឲ្យប្រជាជនខ្មែរចំនួននោះមានជំនឿថាអស់អ្នកស័ក្តិសិទ្ធិថែរក្សាស្រុកទើបធ្វើឲ្យប្រទេសជាតិជួបចលាចលនិងធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ 1. គុណល្បុក្កតោអាវុធ10ទិសល្បុក្កតោគឺជាក្បាច់គុណដែលចម្លងតាមកាយវិការនៃសត្វសាហាវសាហាយនិងធម្មជាតិក្នុងចម្លាក់ប្រាសាទបាយ័ននិងប្រាសាទព្រះខ័នយើងឃើញមានរូបចម្លាក់ជាច្រើនបង្ហាញពីការប្រើជង្គង់និងកែងដែលជាអាវុធដ៏មុតស្រួចសម្រាប់វាយកំទេចសត្រូវក្នុងចម្ងាយជិតការចាប់បោកនិងការខ្លាក់ grappling ប្រើសម្រាប់ផ្ដួលសត្រូវដែលមានមាឌធំជាងឬសត្រូវដែលមានអាវុធមេគុណស័ត្វដូចជាមេគុណតោតំណាងឲ្យអំណាចមេគុណស្វាតំណាងឲ្យភាពរហ័សរហួននិងមេគុណគ្រុឌជាដើម 2. ការហ្វឹកវឿនយោធាយោងតាមកំណត់ត្រានិងចម្លាក់ការហ្វឹកវឿនមានលក្ខណៈតឹងរឹងបំផុតការហ្វឹកវឿនជាមួយសត្វទាហានត្រូវរៀនពីរបៀបបញ្ជាដំរីនិងសេះឲ្យមានភាពក្លាហានក្នុងសមរភូមិយុទ្ធសាស្ត្រក្បួនភូហច័យខ្មែរមានក្បួនរៀបទ័ពយ៉ាងច្បាស់លាស់ដូចជាក្បួននាគឬក្បួនខ្លាដើម្បីវាយលុកឬការពារតាមស្ថានភាពដីភាពធន់នៃរាងកាយទាហានខ្មែរសម័យនោះត្រូវហ្វឹកហាត់រត់ចម្ងាយឆ្ងាយនិងហែវទឹកដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមគ្រប់កាលៈទេសៈ 3. ការបញ្ចុះមុនអគារនិងសាក់យន្តក្រៅពីកម្លាំងកាយទាហានខ្មែរសម័យនោះមានជំនឿយ៉ាងមុតមមលើមុនអគារការសាក់យន្តដើម្បីការពារខ្លួនពីមុខអាវុធបញ្ចុះស្លាបជ័យគ្រឿងគ្មៀងដើម្បីការពារខ្លួននិងពាក់កន្សែងយន្តឬធ្មេញសត្វសាហាយដើម្បីបង្កើនភាពក្លាហាននិងមានបារមីការពារតើអ្នកដឹងទេថាពាក្យថាល្បុក្កតោមានន័យថាបុកតោល្បុកបុកតោកតោតោរឿងព្រេងនិទានបានដំណើរថាមានអ្នកខ្លាំងម្នាក់បានប្រែតែក្បាច់គុណនិងជង្គង់ដើម្បីវាយសម្លាប់សត្វតោតែមករំខានឯស្រុកទើបគេដាក់នាមក្បាច់គុណនេះតាមព្រឹត្តិការណ៍នោះសរុបមកប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យចិនឡារហូតដល់អង្គរគឺជាប្រវត្តិសាស្ត្រនៃការតស៊ូភាពវៃឆ្លាតនិងសិល្បៈចម្បាំងដ៏រឹងមាំ